មេតបថៃភូមិភាគ2នៅតែចិញ្ចឹមចិត្តចង់វាយយកប្រាសាទតាក្របីនិងប្រាសាទខ្នាតបន្ថែមទៀតលោកវីរយុទ្ធរៈសិលមេបញ្ជាការយោធាភូមិភាគ2ថៃបានអះអាងថាយោធាភូមិភាគ2បានត្រៀមខ្លួនប្រយុទ្ធ24ម៉ោងលើ24ម៉ោងហើយនឹងដណ្ដើមយកប្រាសាទតាក្របីនិងប្រាសាទខ្នាតចេញពីដៃកម្ពុជានេះបើតាមកាសែត The Nation ចុះផ្សាយនៅថ្ងៃទី13ដុល្លារការអះអាងយ៉ាងងងើនេះធ្វើឡើងនៅពេលលោកចុះទៅសួរសុខទុក្ខកងទ័ពនៅតាមបណ្ដោយព្រំដែនថៃកម្ពុជាក្នុងខេត្តសុរិន្ទដើម្បីពិនិត្យសុខុមាលភាពនិងត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពលោកវីរយុទ្ធបានលើកឡើងថាបុគ្គលិកយោធាទាំងអស់ដែលបានដាក់ពង្រាយនៅតាមព្រំដែនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលសមរភូមិប្រយុទ្ធគ្រប់ពេលវេលាលោកបានបន្ថែមទៀតថាកងទ័ពបានរៀបចំគ្រប់ជ្រុងជ្រោយក្នុងការផ្គត់ផ្គង់ស្បៀងអាហារទឹកស្អាតនិងសម្ភារៈសំខាន់ផ្សេងទៀតហើយមិនមានការខ្វះខាតនោះទេទោះបីជាមានការលំបាកលើផ្លូវមួយចំនួនបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីនេះក៏ដោយលោកវីរយុទ្ធបានសង្កត់ធ្ងន់ថាសមាជិកគ្រប់រូបនៃកងកម្លាំងនៅតែបន្តបដិញ្ញាចិត្តដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសជាតិនិងប្រជាជនរបស់ខ្លួនមេដឹកនាំយោធាថៃប្រចាំតំបន់ភូមិភាគ2រូបនេះថ្លែងថាខ្ញុំបានណែនាំកងទ័ពទាំងអស់ឲ្យឆ្លើយតបចំពោះនរណាដែលចូលក្នុងទឹកដីថៃដោយប្រដាប់អាវុធនិងរំលោភលើអធិបតេយ្យភាពរបស់យើងប្រសិនបើទាហានខ្មែរឆ្លងចូលប្រទេសថៃដោយអាវុធនិងបំផ្លាញទ្រព្យសម្បត្តិយើងមិនអាចអត់ឱនឲ្យបានឡើយទោះក្នុងកលៈទេសៈណាក៏ដោយកងកម្លាំងរបស់យើងត្រូវអនុញ្ញាតឲ្យឆ្លើយតបអាស្រ័យលើស្ថានភាពជាក់ស្ដែងយើងត្រូវតែបន្តការប្រុងប្រយ័ត្នបំផុតដើម្បីកាត់បន្ថយការខាតបង់ដែលមិនចាំបាច់ជាងនេះទៅទៀតលោកវីរយុទ្ធបានអះអាងថាលោកធ្វើតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងយោធាចាប់ពីរដ្ឋមន្ត្រីការពារជាតិរហូតដល់មេបញ្ជាការកងទ័ពក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេសថៃដោយដែលបានកំណត់នៅលើផែនទីខ្នាត1លើ50000កម្ពុជាចាត់ទុកផែនទីនេះជាផែនទីចោលគូសជាឯកតោភាគីមិនត្រឹមតែប៉ុណ្ណោះនៅពេលសួរអំពីប្រាសាទតាក្របីនិងប្រាសាទខ្នាតដែលថៃអះអាងថាស្ថិតនៅលើដីថៃយោងទៅតាមផែនទីខ្នាត1លើ50000លោកវីរយុទ្ធបានឆ្លើយតបថាផែនការដើម្បីវាយយកទីតាំងនោះនឹងត្រូវប្រតិបត្តិការតាមពេលវេលាសមស្របមួយស្របតាមលក្ខខណ្ឌប្រតិបត្តិការ